អ្នកទាំងអស់គ្នាដឹងទេថាព័ត៌មានមិនពិតបង្កឲ្យមានផលប៉ះពាល់ច្រើនណាស់ដល់សហគមន៍ជំរាបសួរនាងខ្ញុំឈ្មោះសុខីនខ្ញុំអញ្ញែមខ្ញុំបាទសារឿនថ្ងៃនេះដែរពួកយើងនឹងមកចែករំលែកទៅកាន់អ្នកទាំងអស់គ្នាអំពីព័ត៌មានពិតនិងព័ត៌មានមិនពិតនៅក្នុងសហគមន៍ព័ត៌មានពិតគឺជាព័ត៌មានទាំងឡាយណាដែលវាកើតឡើងជាក់ស្ដែងនៅក្នុងសហគមន៍របស់យើងហើយយើងអាចកំណត់ព័ត៌មានពិតតាមវិធីដូចខាងក្រោមយើងអាចពិនិត្យទៅលើប្រភពគឺជាកត្តាចម្បងដែលយើងត្រូវពិនិត្យថាតើព័ត៌មានហ្នឹងមកពីប្រភពខាងណាហើយអ្នកណាជាអ្នកចែកចាយទី2យើងអាចមើលទៅភាពជាក់ស្ដែងថាព័ត៌មានទាំងហ្នឹងវាកើតឡើងជាក់ស្ដែងឬអត់ក្នុងសហគមន៍របស់យើងវាអាចបញ្ជាក់តាមរយៈទីកន្លែងពេលវេលាឬក៏ទីតាំងណាមួយដែលមានពិតប្រកបជាក់ស្ដែងក្នុងសហគមន៍ទី3គឺភាពដែលយើងអាចជឿទុកចិត្តបានព័ត៌មានហ្នឹងយើងអាចជឿទុកចិត្តបានកម្រិតណាហើយមានផលតាំងគ្រប់គ្រាន់អត់ក្នុងការជឿវាមួយទៀតយើងត្រូវគិតថាតើព័ត៌មានហ្នឹងវាកើតចេញពីខាងណាទទួលបានពីអ្នកណាឧទាហរណ៍ដូចជាមេភូមិមេឃុំអាជ្ញាធរមូលដ្ឋានឬក៏គណៈគ្រប់គ្រងណាមួយនៅក្នុងសហគមន៍ឬក៏ក្នុងតំបន់របស់យើងព័ត៌មានមិនពិតគឺជាព័ត៌មានទាំងឡាយណាដែលបង្កើតឡើងក្នុងគោលបំណងបំផុសបំភ័យដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនជាធំអ្នកទាំងអស់គ្នាដឹងទេថាព័ត៌មានមិនពិតបង្កឲ្យមានផលប៉ះពាល់ច្រើនណាស់ដល់សហគមន៍ហើយព័ត៌មានទាំងនោះបង្កឲ្យមានផលប៉ះពាល់ដល់សហគមន៍យើងច្រើនមែនទែនទាក់ទងទៅនឹងការបង្កឲ្យមានភាពភ័យខ្លាចបង្កផលច្រឡំជាពិសេសទៅទៀតអ្នកទាំងអស់គ្នាគឺអាចមានទោសផងដែរនៅក្នុងការចែករំលែកព័ត៌មានមិនពិតដោយសារតែបង្កឲ្យមានការផិតភ័យយល់ច្រឡំហើយនឹងបង្កអសន្តិសុខនៅក្នុងសហគមន៍ជាចុងក្រោយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងអាចកំណត់បានពីប្រភេទនៃព័ត៌មានពិតនិងព័ត៌មានមិនពិតនៅក្នុងសហគមន៍ហើយអ្នកទាំងអស់គ្នាអាចនឹងជៀសឲ្យផុតពីព័ត៌មានទាំងនោះដើម្បីសហគមន៍របស់យើងពួកយើងមានសិទ្ធិអំណាចគ្រប់គ្រាន់ក្នុងការលុបបំបាត់ព័ត៌មានមិនពិតនៅក្នុងសហគមន៍